បាទសូមគោរពជំរាបសួរដល់បងប្អូនអ្នកស្ដាប់ទាំងអស់គ្នាថ្ងៃនេះយើងវិលមកជួបគ្នាសារជាថ្មីនៅសាច់រឿងថ្មីមួយទៀតចង់ដឹងថាតើរឿងរ៉ាវនេះមានអត្ថន័យឬព្រឺព្រួចរន្ធត់យ៉ាងណានោះសូមស្ដាប់ជាមួយខ្ញុំបាទដូចតទៅនៅចុងភូមិដ៏ស្ងប់ស្ងាត់មួយមានផ្ទះឈើចាស់មួយដែលគេនិយាយថាគ្មានអ្នករស់នៅជាច្រើនឆ្នាំមកហើយភាគច្រើនអ្នកនៅក្នុងភូមិមិនហ៊ានដើរទៅក្បែរផ្ទះនោះទេព្រោះថាពេលយប់គេតែងតែឮសំឡេងអ្វីប្លែកៗចេញពីក្នុងផ្ទះនោះមកថ្ងៃមួយក្មេងប្រុសម្នាក់ឈ្មោះវិសាលគាត់បានស្ដាប់រឿងនេះពីមិត្តភ័ក្តិរបស់គាត់ហើយគាត់មានអារម្មណ៍ថាចង់ដឹងខ្លាំងណាស់វិសាលក៏សម្រេចចិត្តថានៅថ្ងៃណាមួយគេនឹងទៅមើលផ្ទះនោះដោយខ្លួនឯងដើម្បីដឹងថាតើរឿងដែលមនុស្សនិយាយតគ្នានោះគឺជារឿងពិតឬក៏ពាក្យចចាមអារាមនៅល្ងាចមួយព្រះអាទិត្យកំពុងតែចាប់ផ្ដើមលិចហើយមេឃក៏ចាប់ផ្ដើមងងឹតម្ដងបន្តិចវិសាលបានយកភ្លើងអំពូលតូចមួយហើយដើរទៅកាន់ផ្ទះចាស់នោះនៅពេលគេដើរតាមផ្លូវក៏មានខ្យល់ត្រជាក់បក់មកល្វើយចំស្លឹកត្រចៀករបស់គេធ្វើឲ្យគេមានអារម្មណ៍ហាក់ដូចជារៀងភ័យខ្លាចតិចនៅពេលគេដើរទៅដល់មុខផ្ទះវិសាលក៏ឈប់មួយភ្លែតសិនហើយសម្លឹងទៅកាន់ទ្វារផ្ទះនោះទ្វារនោះច្រេះស៊ីស្ទើរតែដាច់អស់ទៅហើយទ្វារនោះក៏បើកបន្តិចដោយខ្លួនឯងដោយសារខ្យល់បក់ប៉ះហើយមានសំឡេងគ្រិកក្រកដែលធ្វើឲ្យបេះដូងរបស់វិសាលដើរលឿនខុសធម្មតាវិសាលបានរុញទ្វារចូលយ៉ាងស្ទាក់ស្ទើរនៅខាងក្នុងសុទ្ធតែធូលីដីហើយគ្រឿងសង្ហារឹមចាស់ដែលគេទុកចោលនៅទីនោះពោរពេញដោយសម្បុកពីងពាងរំពាត់ដោយសារតែទីនោះមានភាពសំណើមធ្វើឲ្យក្នុងបន្ទប់មានក្លិនមិនសូវល្អនៅពេលវិសាលដើរទៅមុខបន្តិចគេចាប់ផ្ដើមឮសំឡេងដូចជាសម្រាប់ជើងដើរនៅជាន់ខាងលើវិសាលក៏ឈរនឹងថ្កល់ភ្លាមហើយព្យាយាមស្ដាប់យ៉ាងយកចិត្តទុកដាក់ប៉ុន្តែសំឡេងនោះក៏បែរជាស្ងាត់ទៅវិញឈឹងវិសាលក៏គិតថាប្រហែលជាខ្យល់បក់ប៉ះចំវត្ថុអ្វីមួយហើយប៉ុន្តែបន្តិចក្រោយមកសំឡេងសម្រាប់ជើងនោះក៏ឮសូរឡើងវិញម្ដងទៀតលើកនេះវាហាក់ដូចជាច្បាស់ជាងមុនដូចជាមាននរណាម្នាក់កំពុងដើរយឺតនៅជាន់ខាងលើនោះវិសាលក៏នៅតែមានអារម្មណ៍ភ័យតិចនៅឡើយទេព្រោះតែភាពចង់ដឹងបានធ្វើឲ្យគេសម្រេចចិត្តឡើងជណ្ដើរទៅមើលខាងលើនោះលុះដើរឡើងទៅដល់ជាន់លើមានច្រកដើរមួយល្វែងហើយមានបន្ទប់ចាស់ជាច្រើនទ្វារមួយនៅចុងច្រកត្រូវបានបិទជិតហើយមើលទៅហាក់ដូចជាមិនមានអ្នកមកបើកយូរណាស់មកហើយវិសាលដើរសំដៅទៅកាន់ទ្វារនោះយឺតគេយកដៃប្រុងនឹងបើកទ្វារស្រាប់តែឮសំឡេងខ្សឹបស្រាលហាក់ដូចជាមាននរណាម្នាក់កំពុងនិយាយក្នុងបន្ទប់សំឡេងនោះឮសូរមិនសូវច្បាស់ទេប៉ុន្តែវាដូចជាមនុស្សកំពុងនិយាយពាក្យមួយចំនួនវិសាលក៏មានអារម្មណ៍ថាខ្លួនឯងកំពុងភ័យខ្លាចជាងមុនបន្តិចហើយគេបើកទ្វារយឺតហើយពន្លឺអំពូលតូចរបស់គេបំភ្លឺក្នុងបន្ទប់នោះគេឈួលមើលឆ្វេងមើលស្ដាំប៉ុន្តែក្នុងបន្ទប់ក៏មិនមានអ្វីឡើយគឺទទេស្អាតប៉ុន្តែសំឡេងខ្សឹបនៅតែបន្តឮជុំវិញខ្លួនគេនៅក្នុងបន្ទប់នោះនៅលើជញ្ជាំងក៏មានរូបថតមួយសន្លឹកនៅក្នុងរូបថតមានគ្រួសារមួយដែលពួកគេបានថតនៅខាងមុខផ្ទះនេះ
តែអ្វីដែលធ្វើឲ្យវិសាលភ្ញាក់ផ្អើលគឺភ្នែករបស់ពួកគេនៅក្នុងរូបថតហាក់ដូចជាកំពុងសម្លឹងមកមើលវិសាលនៅពេលវិសាលចូលទៅមើលឲ្យចិនស្រាប់តែអំពូលនៅក្នុងដៃរបស់គេភ្លឹបភ្លែតភ្លឹបភ្លែតនៅពេលវិសាលកំពុងមើលរូបថតគេស្រាប់តែមានអារម្មណ៍ថាមានអ្វីមួយមកឈរពីក្រោយខ្នងគេពេលនោះដែរខ្យល់ត្រជាក់ក៏បក់មកប៉ះនឹងត្រចៀករបស់គេវិសាលបង្វិលខ្លួនយ៉ាងលឿនប៉ុន្តែគេមិនឃើញនរណាម្នាក់ទេខណៈពេលនោះដែរសំឡេងសម្រាប់ជើងបានលឺឡើងវិញម្ដងទៀតនៅខាងក្រោយច្រកដើរវិសាលចាប់ផ្ដើមភ័យខ្លាំងឡើងហើយគេសម្រេចចិត្តរត់ចេញពីផ្ទះនោះនៅពេលគេរត់ចេញតាមជណ្ដើរសំឡេងសម្រាប់ជើងហាក់ដូចកំពុងដេញតាមគេពីក្រោយទ្វារផ្ទះបានបើកធំហើយខ្យល់ក៏បក់ចូលយ៉ាងខ្លាំងនៅពេលវិសាលរត់ចេញមកក្រៅគេមិនហ៊ានងាកមើលក្រោយឡើយលុះដល់ថ្ងៃបន្ទាប់វិសាលបានប្រាប់មិត្តភ័ក្តិអំពីរឿងអ្វីដែលគេបានជួបមនុស្សក្នុងភូមិក៏និយាយថាផ្ទះនោះធ្លាប់មានគ្រួសារមួយរស់នៅប៉ុន្តែពួកគេបានបាត់ខ្លួនយ៉ាងអាកំបាំងជាច្រើនឆ្នាំមុនចាប់ពីថ្ងៃនោះមកវិសាលមិនដែលទៅក្បែរផ្ទះចាស់នោះទៀតទេហើយអ្នកភូមិនៅក្បែរនោះក៏បាននិយាយថានៅពេលយប់ពួកគេក៏បានឮសម្រាប់ជើងនៅក្នុងផ្ទះនោះម្ដងម្កាលដែរបាទហើយរឿងនេះក៏បញ្ចប់ត្រឹមតែប៉ុណ្ណេះអរគុណបងប្អូនសម្រាប់ការតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់ជួបគ្នានៅសាច់រឿងក្រោយៗទៀតអរគុណជម្រាបលា